ขนมจละโปธิเกียดะนะไปดะเลข54ទំព័រ174ដល់176ព្រមដោយព្រះថកថានោះបានសម្ដែងថាសម្ដេចព្រះភគវីកាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាព្រះចេតពុនមហាវិហារព្រះអង្គក៏បានប្រារព្ធនៅភិក្ខុមួយអង្គដែលច្រើនទៅដោយសេចក្តីក្រោធទ្រង់ក៏បានត្រាស់នៅព្រះធម្មទេសនាថាយោតេម៉ាំងវិសាលខੰដូច្នេះជាដើមបានឮថាភិក្ខុអង្គនោះនឹងសំបីបួសនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនានាំសត្វចិញ្ចាទុកហ្នឹងក៏មិនអាចដើម្បីនឹងក្របសង្កត់នៅសេចក្តីក្រោធបានលោកជាបុគ្គលដែលច្រើនទៅដោយសេចក្តីក្រោធច្រើនដោយការទាស់ចិត្តគ្រាន់តែគេពោលស្ដីឲ្យបន្តិចបន្តួចហ្នឹងក៏ក្រេវក្រោធប្រទោសតបមានសភាពដូចនេះឯងព្រះបរមសាស្តាកាលព្រះអង្គទ្រង់ជ្រាបថាភិក្ខុអង្គនោះនឹងច្រើនដោយសេចក្តីក្រោធដូច្នេះហើយនឹងទើបព្រះអង្គទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមកហើយទ្រង់នឹងក៏ត្រាស់សួរថាមនាលភិក្ខុបានឮថាលោកជាបុគ្គលច្រើនដោយសេចក្តីក្រោធពិតមែនឬកាលដែលភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនពិតដូច្នោះមែនទើបព្រះអង្គនឹងត្រាស់ថាមនាលភិក្ខុដែលឈ្មោះថាសេចក្តីក្រោធនឹងលោកគួរតែហាមឃាត់វាព្រោះសេចក្តីក្រោធដែលមានសភាពបែបនេះនឹងធ្វើប្រយោជន៍ឲ្យក្នុងលោកនេះនិងក្នុងលោកខាងមុខនោះមិនមានឡើយលោកបួសក្នុងសាសនារបស់ព្រះពុទ្ធដែលមិនក្រោធហើយហេតុអ្វីបានជានៅតែក្រោធប៉ុន្តែបណ្ឌិតទាំងឡាយពីបុរាណសំបីបួសនៅក្នុងលទ្ធិក្រៅព្រះពុទ្ធសាសនានឹងក៏មិនធ្វើនៅសេចក្តីក្រោធដែររួចហើយនឹងក៏ទ្រង់នាំយករឿងក្នុងអតីតកាលមកសម្ដែងថាក្នុងកាលជាអតីតហ្នឹងកាលដែលព្រះបាទព្រហ្មទត្តទ្រង់រាជសម្បត្តិក្នុងនគរពរាណសីអ្នកដែនកាសីហ្នឹងមានព្រាហ្មណ៍ម្នាក់ជាអ្នកមានភោគសម្បត្តិច្រើនគ្រានោះហ្នឹងព្រះបរមពោធិសត្វហ្នឹងចុតតិចាព្រហ្មលោកមកបដិសន្ធិក្នុងផ្ទៃនៃនាងព្រាហ្មណីកាលដែលប្រសូតហើយនឹងពួកញាតិជាច្រើននឹងក៏បានដាក់ឈ្មោះតហាពោធិកុមារលោកពោធិកុមារចម្រើនវ័យហើយនឹងក៏ទៅនគរតកសិលារៀនចប់សិលសាស្ត្រគ្រប់យ៉ាងទើបត្រឡប់មកព្រះនគររបស់ខ្លួនវិញមាតាបិតានឹងបាននាំកូនស្រីដែលមានត្រកូលស្មើគ្នាមកឲ្យទាំងដែលព្រះបរមពោធិសត្វនឹងមិនមានការប្រាថ្នាសោះឡើយចំណែកកូនស្រីនោះក៏ចុតិពីព្រហ្មលោកមកកើតដោយគ្នាមានរូបរាងកាយល្អល្អះប្រៀបដូចជាទេពអប្សរអញ្ចឹងទាំងពីរអង្គាទោះជាមិនប្រាថ្នាក៏ពួកញាតិនឹងចាត់ការរៀបអវិហៈវិវាហមង្គលឲ្យដែរអ្នកទាំងពីរនឹងនៅជាមួយគ្នាមិនមានរវើរវាយដោយកិលេសឡើយសំបីគ្រាន់តែសម្លឹងមើលគ្នាដោយអំណាចនៃរាគៈនោះក៏មិនមានដែរឯចំណែកមេធនធម៌នឹងមិនធ្លាប់ជួបប្រសពសំបីតែក្នុងការយល់សពទាំងពីរអ្នកនឹងជាមានសិលបរិសុទ្ធប្រកបដោយប្រការដូច្នេះឯងក្រោយមកនឹងក៏កាលដែលមាតាបិតាធ្វើកាលកិរិយាអស់ហើយនឹងព្រះបរមពោធិសត្វនឹងបានហៅនាងជាភរិយាមកប្រាប់ថាមនាលនាងដ៏ចម្រើននាងចូលទទួលទ្រព្យ80កោដនេះទុកចិញ្ចឹមជីវិតឲ្យជាសុខចុះនាងជាភរិយានឹងសួរថាចុះចំណែកអ្នកជាម្ចាស់វិញនោះព្រះបរមពោធិសត្វនឹងតបថាខ្ញុំមិនមានកិច្ចដោយទ្រព្យឡើយខ្ញុំនឹងចូលទៅកាន់ដែនដីព្រៃហេមពៀនបួសជាតបោះធ្វើទីពឹងដល់ខ្លួននាងជាភរិយានឹងសួរទៀតថាបបិទ្ធអ្នកជាម្ចាស់
បបជានោះគួរដល់តែពួកបរោះទេឬព្រះបរមពុទ្ធិសត្វហ្នឹងតបថាសំបីពួកស្ត្រីហ្នឹងក៏គួរដែរណានាងដល់ចម្រើនភរិយានឹងទៅពោលថាបើដូច្នោះខ្ញុំម្ចាស់នឹងមិនទទួលទឹកកំហាកដែលអ្នកជាម្ចាស់ខាកនឹងស្ដោះចោលនោះទេសំបីខ្ញុំនឹងក៏មិនមានកិច្ចដោយទ្របដែរខ្ញុំម្ចាស់នឹងបួសជាមួយអ្នកជាម្ចាស់ដែរព្រះបរមពុទ្ធិសត្វនឹងក៏ទទួលថាសាធុសាធុសាធុល្អហើយមនាលនាងដល់ចម្រើននាងអ្នកទាំងពីរហ្នឹងក៏បានឲ្យមហាទានហើយក៏ចេញទៅសាងអាស្រមក្នុងភូមិប្រទេសដ៏ជាទីរីករាយបួសហើយនឹងក៏ស្វែងរកផល្លាផលចិញ្ចឹមជីវិតក្នុងទីនោះរហូតដល់10ឆ្នាំតែឈានសមាបត្តិនឹងមិនបានកើតឡើងដល់លោកទាំងពីរឡើយគឺឥសីទាំងពីរនៅក្នុងទីនោះ10ឆ្នាំបានសុខដែលកើតអំពីបព្វជិតែប៉ុណ្ណោះនឹងសំបីសេពសោយនៅរស់ប្រៃជាដើមនឹងទៅត្រាច់ចរិតទៅតាមជនបទដល់ព្រះនគរព្រះនសីដោយលំដាប់ហើយនឹងអាស្រ័យនៅក្នុងពរាជឧទ្យានថ្ងៃមួយនឹងព្រះជាតតប្រណេតឃើញបរោះអ្នករក្សាសួននឹងកាន់គ្រឿងបណ្ណាការមកគាល់នឹងទៅត្រាស់ថាយើងនឹងទៅកំសាន្តសួនអ្នកចូលជំរះផ្លូវហើយរៀបចំសួនឧទ្យានឲ្យស្អាតព្រះជានឹងស្ដេចទៅកាន់ពរាជឧទ្យានដែលនាឧទ្យានបាលនោះសម្អាតរៀបរយល្អហើយត្រៀមដោយបរិវារដ៏ច្រើនគណៈនោះឥសីទាំងពីរហ្នឹងក៏កំពុងតែគង់នៅក្នុងពរិឧទ្យានដែរបានអង្គុយឲ្យកាលកន្លងទៅដោយសេចក្តីសុខដែលកើតពីបព្វជិព្រះជានឹងស្ដេចកំសាន្តពរាជហឫទ័យក្នុងឧទ្យាននឹងបានតតប្រណេតឃើញឥសីទាំងពីរនោះកាលដែលទ្រង់សម្លឹងមើលនាងប្រពាជិកាដែលមានរូបរាងល្អអស្ចារ្យក៏កើតដំរេកមានហឫទ័យប្រតិព័ទ្ធព្រះអង្គញាប់ញ័រដោយអំណាចនៃកិលេសទ្រង់ព្រះតម្រិះថាយើងនឹងសាកសួរមើលសិនតើនាងប្រពាជិកានេះត្រូវជាអ្វីនឹងព្រះតបោះនេះរួចហើយនឹងក៏ទ្រង់ក៏ចូលទៅរកព្រះបរមពុទ្ធិសត្វត្រាស់សួរថាបបិទ្ធបព្វជិតនាងប្រពាជិកានេះត្រូវជាអ្វីជាមួយនឹងលោកព្រះតបោះតបថាមហាបពិតមិនបានជាអ្វីនឹងគ្នាទេគ្រាន់តែបួសជាមួយគ្នាតែប៉ុណ្ណោះប៉ុន្តែកាលដែលនៅជាក្រហមហ្នឹងនាងគឺជាភរិយារបស់អាត្មាភាពព្រះជានឹងទ្រង់ព្រះសម្ដាប់ដូច្នេះហើយនឹងទ្រង់ព្រះតម្រិះថានាងនេះមិនបានជាអ្វីនឹងព្រះតបោះឡើយតែជាភរិយាគ្រាដែលនៅពីក្រហមដូច្នេះនឹងកាលបើយើងនឹងនាំយកនាងនេះទៅដោយកម្លាំងនៃភាពជាធំរបស់យើងតើព្រះតបោះនេះនឹងធ្វើយ៉ាងណាណោយើងនឹងសួរសាកមើលសិនរួចហើយនឹងព្រះរាជានឹងទៅចូលទៅចិត្តហើយពោលនៅប្រគាថាទី1ថាបើបុគ្គលណាចាប់យកនាងប្រពាជិកានាងមានមុខញញឹមស្រស់ថ្លានេត្រាធំទូលាយដូចរាយមន្តស្នេហ៍គួរជាទីស្រឡាញ់នេះនឹងដែលនាងជារបស់អ្នកគឺចាប់ទៅដោយកម្លាំងពលក្តារមនាលព្រាមតើអ្នកប្រាថ្នានឹងធ្វើអ្វីដល់បុគ្គលនោះក្នុងលំដាប់នោះព្រះបរមពុទ្ធិសត្វនឹងបានស្ដាប់ព្រះតម្រាស់របស់ព្រះជាហើយនឹងបានពោលនៅបគាថាទី2ថាសេចក្តីក្រោធកើតឡើងដល់អាត្មាគឺចេញមកមិនបានឡើយកាលអាត្មានៅមានជីវិតណាសេចក្តីក្រោធចេញមកមិនបានទេអាត្មាហាមឃាត់ដោយឆាប់រហ័សឲ្យដូចជាភ្លៀងធំរងាប់នៅទន្លេ
ក៏បីជ្រាបសេចក្តីនៃព្រះគាថាដូច្នេះថាមហាបពិតណាកាលបើអ្នកណានាំយកនាងនេះទៅនឹងសេចក្តីក្រោធក៏បីកើតឡើងដល់អាត្មាភាពនៅខាងក្នុងសេចក្តីក្រោធនោះកាលដែលកើតឡើងក្នុងអាត្មាភាពហើយនឹងមិនចេញមកខាងក្រៅទេនឹងមិនចេញមកឡើយគឺមិនចេញមកតាមផ្លូវកាយផ្លូវវាចានិងមុខមាត់អាកប្បកិរិយាដរាបណាដែលអាត្មានៅមានជីវិតហ្នឹងដរាបនោះអាត្មាហ្នឹងមិនឲ្យសេចក្តីក្រោធនោះតាំងនៅក្នុងអាត្មាដោយការនៅរួមគ្នាឡើយអាត្មានឹងក្របសង្កត់ហាមឃាត់ដោយមេត្តាភាវនាយ៉ាងឆាប់រហ័សដោយភ្លៀងដែលមានគ្រាប់ធំធំជំរះលៀងធូលីដែលកើតឡើងហើយយ៉ាងឆាប់រហ័សដូច្នោះឯងព្រះបរមពុទ្ធិសត្វនឹងបានបន្លឺសីហនាថយ៉ាងចំណែកព្រះរាជានឹងសម្បីទ្រង់បាននៅព្រះសម្ដាប់ពាក្យរបស់ព្រះបរមពុទ្ធិសត្វហើយនឹងក៏ដោយក៏មិនអាចនឹងហាមព្រះហឫទ័យរបស់ព្រះអង្គដែលទ្រង់ប្រតិព័ទ្ធបានឡើយព្រះរាជានឹងបានបង្គាប់អាមាត្យម្នាក់ថាអ្នកចូលនាំនាងព្រះពាជិកានេះទៅកាន់ព្រះរាជនិវេសអាមាត្យនោះទទួលនៅព្រះរាជបញ្ជាហើយនឹងបាននាំនាងព្រះពាជិកាទៅដែលនាងបានស្រែកយំទាំងដែលបានពោលថាអធម៌កំពុងប្រព្រឹត្តទៅក្នុងលោកមិនសមគួរឡើយដូច្នេះជាដើមព្រះបរមពុទ្ធិសត្វស្ដាប់សម្លេងយំសោករៀបរាប់របស់នាងហើយនឹងបានសម្លឹងមើលនាងត្រឹមតែម្ដងប៉ុណ្ណោះមិនបានមើលទៀតឡើយនាងត្រូវបានពួករាជបរោះនាំយកទៅកាន់ព្រះរាជនិវេសទាំងសម្រែកសៅសៅស្ដេចអន្តពាលនឹងក៏មិនបានបង្អន់ឲ្យយឺតយូរនៅនឹងព្រះរាជឧទ្យានឡើយទ្រង់ប្រញាប់ត្រឡប់ទៅកាន់ព្រះរាជវាំងវិញហើយត្រាស់បង្គាប់ឲ្យនាំយកនាងព្រះពាជិកានោះមកព្រះរាជាបានលួងលោមដោយពាក្យស្នេហានិងបានសន្យាប្រគល់យុះឲ្យនាងខ្ពង់ពោះបានជាស្រីលើស្ត្រីទាំងឡាយតែនាងបានពណ៌នានៅទោសរបស់យុះនិងរៀបរាប់នៅគុណរបស់បព្វជិរឿយជានិច្ចព្រះរាជានឹងទ្រង់ប្រើវិធីសពគ្រប់ក៏មិនអាចនឹងចងចិត្តនាងទុកបានឡើយស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យឃុំឃាំងនាងក្នុងបន្ទប់ហើយទ្រង់ព្រះតម្រិះថានាងព្រះពាជិកានេះមានសិលមានកល្យាណធម៌មិនប្រាថ្នានៅយុះដែលមានសភាពបែបនេះឡើយសំបីព្រះតបោះនោះកាលដែលនាងព្រះពាជិកាដ៏ស្អាតបែបនេះត្រូវចាប់បង្ខាំងយកមកនោះក៏មិនបានសម្លឹងមើលដោយសេចក្តីក្រោធដែរប៉ុន្តែធម្មតាបព្វជិតរមែងមានវិយាច្រើនប្រកបអ្វីឡើងដើម្បីធ្វើឲ្យយើងនឹងវិនិច្ឆ័យក៏មិនដឹងយើងនឹងទៅមើលឲ្យដឹងសិនថាលោកកំពុងធ្វើអ្វីទ្រង់ព្រះតម្រិះដូច្នេះហើយនឹងក៏មិនអាចនៅយូរបានឡើយស្ដេចប្រញាប់យាងទៅព្រះរាជឧទ្យានចំណែកព្រះបរមពុទ្ធិសត្វនឹងកំពុងតែគង់នៅដេជីវរព្រះរាជានឹងព្រមដោយបរិវារតិចតួចនឹងទ្រង់ចូលទៅស្ងាត់មិនឲ្យឮសំឡេងព្រះបាទឡើយព្រះបរមពុទ្ធិសត្វនឹងមិនបានសម្លឹងមើលព្រះរាជាចេះតែដេជីវរជាបន្តទៅព្រះរាជានឹងក៏យល់ខុសថាព្រះតបោះនេះមានសេចក្តីក្រោធទើបមិនប្រស្រ័យជាមួយនឹងយើងជាតបោះកោងមុនដំបូងនឹងអួតអាងថានឹងមិនឲ្យសេចក្តីក្រោធកើតឡើងឡើយបើកើតឡើងនឹងក្របសង្កត់ដោយឆាប់រហ័សតែឥឡូវនេះជាតបោះប្រហើនដោយសេចក្តីក្រោធមិននិយាយជាមួយនឹងយើងដូច្នេះហើយនឹងស្ដេចនឹងទៅត្រាស់នៅប្រគាថាទី3ថាថ្ងៃមុនណាលោកនិយាយអួតអាងយ៉ាងណានោះណឥឡូវថ្ងៃនេះលោកដូចជាអាងកម្លាំងធ្វើជាមិនឃើញយើងហើយនៅស្ងៀមសំងំដេជីវរធ្វើសង្ឃាដីទៅវិញ
ព្រះបរមពុរិស័ទនឹងបានស្ដាប់ដូច្នោះនឹងទើបគិតថាព្រះរាជាអង្គនេះយល់ខុសចំពោះយើងដែលយើងនឹងមិនប្រស្រ័យជាមួយនឹងព្រះអង្គថាយើងនឹងស្ងៀមដោយអំណាចនៃសេចក្តីក្រោធយើងនឹងទូលព្រះអង្គនៅសេចក្តីដែលយើងមិនលុះក្នុងអំណាចនៃសេចក្តីក្រោធដែលកើតឡើងឲ្យទ្រង់ជ្រាបក្នុងទីនេះហើយបានសម្ដែងនៅព្រះគាថាទី4ថាសេចក្តីក្រោធកើតឡើងដល់អាត្មាគឺចេញមកមិនបានឡើយកាលអាត្មានៅមានជីវិតណាសេចក្តីក្រោធចេញមកមិនបានទេអាត្មាហាមឃាត់ដោយឆាប់រហ័សឲ្យដូចជាភ្លៀងធំរងាប់នៅធូលីព្រះរាជានឹងទ្រង់ព្រះសម្ដាប់ដូច្នោះហើយនឹងក៏ទ្រង់ព្រះតម្រិះថាតបោះនេះនិយាយសម្ដៅចំពោះតែសេចក្តីក្រោធប៉ុណ្ណោះឬសម្ដៅដល់សិល្បៈអវ័យដតីផងយើងនឹងសួរលោកសិនកាលដែលទ្រង់ត្រាស់សួរនឹងក៏បានត្រាស់នៅគាថាថាសេចក្តីក្រោធនឹងកើតឡើងដល់លោកនឹងគឺចេញមកមិនបាននោះតើដូចម្ដេចនឹងការលោកនៅមានជីវិតនឹងសេចក្តីក្រោធចេញមកមិនបាននោះតើយ៉ាងណាហើយលោកហាមឃាត់នៅសេចក្តីក្រោធដោយឆាប់រហ័សនឹងឲ្យដូចជាភ្លៀងធំរងាប់នៅធូលីនោះតើយ៉ាងណាដែរព្រះបរមពុរិស័ទនឹងបានស្ដាប់ដូច្នោះហើយនឹងក៏បានពោលថាមហាបពិតសេចក្តីក្រោធនឹងមានទោសដ៏ច្រើនសន្ធឹកប្រកបដោយមហន្តរាយសេចក្តីក្រោធមួយបែបនឹងកើតដល់អាត្មាភាពហើយតែអាត្មាភាពនឹងបានហាមឃាត់នៅសេចក្តីក្រោធដែលកើតឡើងហើយនោះដោយមេត្តាភាវនាដូច្នេះហើយនឹងកាលដែលនឹងប្រកាសទោសនៃសេចក្តីក្រោធនឹងទៅពោលគេថាទាំងនេះថាកាលសេចក្តីក្រោធកើតឡើងហើយនឹងបុគ្គលរមែងមើលមិនឃើញនៅប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដទៃឡើយកាលបើសេចក្តីក្រោធមិនកើតឡើងទេនឹងបុគ្គលទៅមើលឃើញបានដោយប្រពៃសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយចេញមកមិនបានឡើយសេចក្តីក្រោធនឹងជាទីគោចររបស់បុគ្គលល្ងងខ្លៅបុគ្គលទាំងឡាយដែលជាសត្រូវនឹងយើងជាអ្នកស្វែងរកសេចក្តីទុក្ខឲ្យយើងរមែងត្រេកអរនឹងយើងដែលមានសេចក្តីក្រោធកើតឡើងបុគ្គលអ្នកក្រោធនឹងជាសត្រូវដល់ខ្លួនឯងស្វែងរកទុក្ខមកដាក់ខ្លួនសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយចេញមកមិនបានឡើយសេចក្តីក្រោធនឹងជាទីគោចររបស់បុគ្គលល្ងងខ្លៅកាលសេចក្តីក្រោធកើតឡើងហើយនឹងបុគ្គលរមែងមិនដឹងនៅប្រយោជន៍របស់ខ្លួនសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយចេញមកមិនបានឡើយសេចក្តីក្រោធនឹងជាទីគោចររបស់បុគ្គលល្ងងខ្លៅបបិទ្ធមហារាជបុគ្គលត្រូវសេចក្តីក្រោធណាគ្របសង្កត់ហើយនឹងរមែងលះបង់នៅកុសលផងធ្វើប្រយោជន៍ដ៏ធំទូលាយឲ្យសាបសូន្យផងបុគ្គលអ្នកក្រោធនោះត្រូវសេនាគឺកិលេសមួយកងពលធំដែលគួរឲ្យខ្លាចមាននៅកម្លាំងនឹងគ្របសង្កត់ញ៉ាំញីឲ្យលុះក្នុងអំណាចបានប៉ុន្តែសេចក្តីក្រោធនោះมันអាចចេញពីអាត្មាភាពបានឡើយធម្មតាភ្លើងរមែងកើតក្នុងឈើដែលពួតគឺគួតគ្នាទាល់តែក្តៅរហូតឆេះចេញជាភ្លើងនោះនឹងកើតអំពីឈើណាក៏ឆេះនៅឈើនោះវិញសេចក្តីក្រោធណារមែងកើតឡើងដល់បុគ្គលពាលជាមនុស្សល្ងងខ្លៅមិនដឹងសេចក្តីពិតព្រោះការប្រជែងយកឈ្នះរៀងខ្លួនម្ល៉េះហើយនឹងគេក៏ត្រូវសេចក្តីក្រោធនោះឯងដុតឈួលឆាបឆេះសេចក្តីក្រោធនឹងរមែងចម្រើនឡើងដល់បុគ្គលណាដោយភ្លើងដែលចម្រើនឡើងក្នុងគំនរស្មៅនឹងឈើដូច្នោះឯងយុះរបស់បុគ្គលនោះរមែងសាបសូន្យដោយប្រច័ណ្ឌខាងរនោចសេចក្តីក្រោធរបស់បុគ្គលណាស្ងប់រងាប់ដោយភ្លើងដែលអស់ស្មៅអស់ឈើដូច្នោះយុះរបស់បុគ្គលនោះរមែងបរិបូរដោយព្រះច័ន្ទខាងខ្នើត
ទាំង8គាថានឹងគឺបានបញ្យល់យ៉ាងក្បោះក្បាយនៅក្នុងព្រះអដ្ឋកថាគឺថាសេចក្តីក្រោធនឹងរមែងកើតឡើងដល់បុគ្គលដែលទាញទៅទាញមកនឹងព្រោះប្រណាំងប្រជែងគ្នាដោយធ្វើឲ្យហួសហេតុជាលក្ខណៈដោយភ្លើងព្រៃដែលកើតឡើងពីការពួតគ្នានៃឈើដូច្នោះឯងដែលគេជាមនុស្សល្ងងខ្លៅដូច្នេះហ្នឹងទៅគេនឹងត្រូវសេចក្តីក្រោធដុតឲ្យឆេះក្តៅរលរៀលដល់នៅសេចក្តីអន្តរាយដោយឈើដែលត្រូវភ្លើងឆេះកំតិចដូច្នោះដែរភ្លើងដែលមិនមានអ្វីដាក់ឲ្យឆេះយោដែលបុគ្គលប្រកបដោយអធិវាសនៈខន្តីនោះបានហើយរមែងពេញបរិបូរដោយព្រះច័ន្ទខាងខ្នើតដូច្នោះឯងព្រះរាជានឹងទ្រង់ព្រះសម្ដាប់នៅធម្មកថារបស់ព្រះបរមពោធិសត្វហើយនឹងក៏ត្រេកអរទៅបង្គាប់ឲ្យអាមាត្យម្នាក់នឹងទៅនាំនាងព្រះពាជិកាមកវិញហើយទ្រង់ត្រាស់ថាបបិទ្ធលោកម្ចាស់ដល់ចម្រើនដោយលោកម្ចាស់មិនមានសេចក្តីក្រោធនឹងសូមលោកទាំងពីរតាំងនៅក្នុងសេចក្តីសុខដែលកើតពីបព្វជិក្នុងពរាជឧទ្យាននេះចុះខ្ញុំព្រះអង្គនឹងជួយពិភៈរក្សាប្រកបដោយធម៌ដល់លោកទាំងពីរព្រះរាជានឹងបានសូមខមាទោសនមស្ការព្រះតបោះហើយនឹងស្ដេចក៏បានចេញទៅបព្វជិតទាំងពីរអង្គនឹងបានគង់នៅក្នុងពរិឧទ្យាននោះឯងក្រោយមកនឹងនាងព្រះពាជិកានឹងក៏ដល់នៅមរណភាពចំណែកព្រះបរមពោធិសត្វនឹងកាលដែលនាងព្រះពាជិកាដល់នៅមរណភាពហើយនឹងក៏ចូលទៅកាន់ដែនដីនៃព្រៃហេមពៀនធ្វើអភិញ្ញានិងសមាបត្តិឲ្យកើតចម្រើនព្រំមវិហារ4ហើយទៅកាន់ព្រហ្មលោកព្រះបរមសាស្តាកាលដែលព្រះអង្គទ្រង់នាំយកនៅពធទេសនានេះមកសម្ដែងហើយនឹងព្រះអង្គក៏ប្រកាសនៅគុណសច្ចធម៌វេលាចប់សច្ចធម៌នឹងភិក្ខុដែលច្រើនដោយសេចក្តីក្រោធនោះក៏បានសម្រេចនៅព្រះអនាគាមិផលហើយព្រះទស្សពលនឹងក៏ទ្រង់ប្រជុំជាដកថានាងព្រះពាជិកាក្នុងគ្រានោះបានមកជាមាតារបស់រាហុលក្នុងពេលនេះហើយព្រះជាក្នុងគ្រានោះនឹងបានមកជាអនន្តក្នុងពេលនេះចំណែកព្រះតបង់ព្រះពាជុនឹងបានមកជាតថាគតដូច្នេះឯងក្នុងសេចក្តីនេះគឺក៏បីជ្រាបដោយសេចក្តីថាមានប្រាក់សែនកោដឬក៏ច្រើនជាងប៉ុណ្ណាក៏ដោយក៏មិនអាចទិញសេចក្តីល្អយកមកដាក់ខ្លួនបានឡើយមានតែការស្ដាប់ពាក្យជាសុភាសិតហើយធ្វើទុកក្នុងចិត្តឲ្យបានត្រឹមត្រូវប៉ុណ្ណោះទៅសេរីសួស្តីហ្នឹងគឺសេចក្តីល្អចម្រើនឡើងក្នុងខ្លួនដោយព្រះរាជាក្នុងរឿងនេះឯងអនុមោទនា